Bạnជំរាបសួរដល់ fan ទាំងអស់គ្នាអ្នកណាដែលស្រឡាញ់ខាងវិស័យបាល់ទាត់កុំភ្លេចចូល comment ម្នាក់មួយផងហើយនៅខ្ញុំឈ្មោះលីកាជាមួយនឹង Pro Ken ថ្ងៃនេះគឺបានទៅទស្សនាការប្រកួតបាល់ទាត់រវាងអង្គរ Tiger Beard និង Pro Ken ស្វាយរៀងដែលទីតាំងពួកខ្ញុំទៅមើលនេះគឺនៅខាងកបីរៀលដែលតារាងបាល់ហ្នឹងគឺពិតជាធំមែនទែនហើយមុននឹងពួកខ្ញុំចូលទៅទស្សនាក៏ពួកខ្ញុំឆែកសបត់ក៏ដូចជាទិញនៅរបស់ញ៉ាំខ្លះៗដើម្បីយកចូលទៅខាងក្នុងហើយចំពោះរូបធំមួយនេះគឺជាម្ចាស់ស្ថាបនិករបស់អង្គរ Tiger Beard ដែលក៏ជាជនជាតិជប៉ុនដែលជាអ្នកsupport គ្រប់បែបយ៉ាងនៅក្នុងក្រុមអង្គរ Tiger Beard ហើយបន្ទាប់ពីពួកខ្ញុំឆែកសបត់រួចហើយឥឡូវនេះពួកខ្ញុំបានមកនៅខាងក្នុងហើយកំពុងតែអង្គុយទស្សនាការប្រកួតបាល់ទាត់រវាងអង្គរ Tiger Beard និងប្រកាន់ស្វាយរៀងហើយឃើញថា fan មកថ្ងៃហ្នឹងគឺច្រើនមែនតើមានទាំងចាស់ទាំងក្មេងកុមារអីក៏មកទាំងអស់ដែរសុទ្ធសឹងតែជា fan របស់ក្រុមទាំងពីរហើយមួយវិញទៀតការប្រកួតមួយនេះគឺពិតជាល្អហើយការប្រកួតមួយនេះគឺស័ក្តិសមនឹងចំណាយពេលមកទស្សនាហើយស្ដាប់តែសំឡេង fan ហូក៏ដឹងថាការប្រកួតមួយនេះគឺធ្វើឲ្យ fan គឺអត់អាចអង្គុយជុំក្នុងកៅអីបានទេគឺមកគ្រាប់គឺសុទ្ធសឹងតែមានតម្លៃហើយមួយវិញទៀតកីឡាករគឺសុទ្ធតែជាបុគ្គលល្បីហើយមានប្រជាប្រិយភាពមួយវិញទៀតគឺសុទ្ធតែអ្នកឯកទេសក្នុងការលេងបាល់ទាត់តែម្ដងគឺវគ្គដំបូងនេះឃើញថាអង្គរ Tiger Beard នេះគឺមានសន្ទុះខ្លាំងមែនតើក្នុងការដណ្ដើមជោគជ័យលាភីហើយមួយវិញទៀតនោះយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀតគឺនៅថ្ងៃទី17ឧសភាក្នុងការប្រកួតដណ្ដើមជើងពានរវាងអង្គរ Tiger Beard និង Nakasa ហើយfan ដែលស្រឡាញ់ខាងបាល់ទាត់កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាហើយពួកយើងនឹងចាំអ៊ុតមើលលទ្ធផលចុងក្រោយតើថ្ងៃទី17ឧសភាហ្នឹងតើក្រុមមួយណានឹងទទួលបានជ័យលាភីសម្រាប់ខ្ញុំគឺ fan នៅតែអង្គរ Tiger Beard ហើយមួយវិញទៀតវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀតគឺនៅថ្ងៃទី17ឧសភាហើយកុំភ្លេចណានាំគ្នាចូលទៅមើលទស្សនាបានច្រើនកកព្រោះថាការប្រកួតមួយនេះគឺវាមានតែនៅក្នុងឆាកសម្រាប់យើងមួយអញ្ចឹងណាហើយការប្រកួតនេះគឺពិតជាស័ក្តិសមមែនទែនអរគុណបាយបាយ